សួស្តីទាំងអស់គ្នាថ្ងៃនេះជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយនឹងខ្ញុំបាទដដែលនៅក្នុង channel ដដែលគឺ channel ដំណើរនីតិមិនថាដំណើរនីតិវគ្គ1និងដំណើរនីតិ2ទេបាទអញ្ចឹងមុននឹងចូលទៅដល់សាច់រឿងខ្ញុំបាទក៏សូមណែនាំប្រាប់ប្រិយមិត្តតិចដែរដោយសារតែខ្ញុំឥឡូវនេះគឺមាន channel 2គឺ channel ដំណើរនីតិហើយនិង channel ដំណើរនីតិ2បាទអញ្ចឹងបើសិនជាប្រិយមិត្តបានចូលមកស្គាល់ស្ដាប់ channel ដំណើរនីតិ1ហើយក៏អាចស្វែងរក channel ដំណើរនីតិ2ដើម្បី subscribe ហើយចូលទៅស្ដាប់ចូលទៅមើលរឿងនៅក្នុងនោះផងដែរហើយបើសិនជាកំពុងតែស្ដាប់នៅក្នុង channel ដំណើរនីតិ2ក៏អាចស្វែងរក channel ដំណើរនីតិដើម្បីចូលមកមើលរឿងនៅក្នុង channel ដំណើរនីតិធំផងដែរនេះខ្ញុំនិយាយសកួរអញ្ចឹងទៅបាទនិយាយប្រាប់ទាំងសងខាងអញ្ចឹងទៅណាដើម្បីឲ្យច្បាស់អញ្ចឹងទៅណាបាទហើយរឿងយើងថ្ងៃនេះគឺថារន្ធត់គួរសមដែរទាំងអស់គ្នាបាទហើយក៏វាបង្ហាញពីតថភាពពិតនៅក្នុងសង្គមវាបង្ហាញពីរឿងពិតមួយដែលបានកើតឡើងទៅលើបងស្រីម្នាក់ហើយរឿងហ្នឹងកើតឡើងយូរឆ្នាំទៅហើយបងប្អូនបាទកើតឡើងយូរឆ្នាំហើយក៏គាត់បានលើកមកនិយាយបានជីកកកាយរឿងរ៉ាវរបស់គាត់ដែលគាត់ថារឿងហ្នឹងឈឺចាប់មែនតើគាត់ឈឺចាប់ចុកឈាមខ្លាំងណាស់ជាមួយនឹងរឿងហ្នឹងណាបាទរឿងហ្នឹងវាពាក់ព័ន្ធជាមួយនឹងមិត្តភាពទាំងអស់គ្នាបាទចឹងទាំងអស់គ្នាមានមិត្តភ័ក្តិណាដែលស្រឡាញ់រាប់អានគ្នាខ្លាំងទេបាទហើយនឹងជឿជាក់គេខ្លាំងទេហើយទុកចិត្តទេថាថ្ងៃក្រោយទៅគេមិនក្បត់យើងទុកចិត្តទេថាថ្ងៃក្រោយទៅគេនឹងនៅតែល្អជាមួយយើងខ្ញុំអត់ថាទេទាំងអស់គ្នាខ្ញុំធ្លាប់មានមិត្តភ័ក្តិច្រើនដែរហើយមិត្តភ័ក្តិខ្ញុំមានអ្នកខ្លះក៏ល្អទៅអ្នកខ្លះក៏មិនល្អទៅបាទអ្នកដែលល្អគឺគេចេញមកគេមិនដែលចង់បានផលប្រយោជន៍អីពីយើងទេគឺគេដឹងតែរាប់ធម្មតាបាទរាប់ចឹងទៅហើយមានអាមិត្តចិត្តស្និទ្ធមួយទៀតអាហ្នឹងបាទខ្លាំងអាហ្នឹងស្រឡាញ់ចង់ដូចបងប្អូនណាបាទតែអាមិត្តខ្លះទៀតស្រឡាញ់មើលឃើញតែផលប្រយោជន៍ទេបាទអត់សូវផ្ដល់នៅទំនុកចិត្តអីទេស្រឡាញ់ល្អបានតែដំបូងក្រោយខ្នងវាបំភ្លេចបំផ្លាញយើងអីចឹងណាបាទខ្ញុំជឿតែក្នុងសង្គមយើងមានច្រើនមែនតើហើយសង្ឃឹមថាទាំងអស់គ្នាចេះមើលមនុស្សកុំរាប់អានអាពពួកមិត្តដែលអាក្រក់អញ្ចឹងទៅបាទខ្ញុំធ្លាប់ឈឺចុកចាប់ដោយសារមិត្តភ័ក្តិខ្ញុំធ្លាប់បាត់បង់គ្រប់យ៉ាងដោយសារតែទំនុកចិត្តដែលខ្ញុំផ្ដល់ឲ្យអ្នកដទៃនឹងឯងបាត់បង់ធំមែនតើទាំងអស់គ្នាសឹងតែពេលខ្លះបាត់បង់ទៅឈឺចាប់ពេកចង់គិតខ្លីម្ដងដែរណាតែឥឡូវនេះគឺលែងអីហើយលែងខ្វល់ហើយអាណាធ្វើអីធ្វើទៅអាណាសាងអីបានផលបានកម្មនៅនឹងឯងបាទអញ្ចឹងកុំឲ្យនិយាយយូរពេកឥឡូវយើងចូលទៅស្ដាប់សាច់រឿងលំអិតជាមួយខ្ញុំតែម្ដងទៅបាទរឿងមួយហ្នឹងគឺបាទខ្ញុំដូចខ្ញុំជំរាបចឹងខ្ញុំចែកម្លែកពីបងស្រីម្នាក់ហើយបងស្រីម្នាក់ហ្នឹងគាត់មានឈ្មោះថាបងសារិនបាទបងសារិនហើយបងសារិនសពថ្ងៃនេះបាទ2025ហ្នឹងគាត់មានអាយុ45ឆ្នាំហើយទាំងអស់គ្នាបាទហើយដល់វ័យប៉ុណ្ណេះហើយគាត់នៅតែមិនទាន់មានគ្រួសារទេអត់មានកូនទេហើយរស់នៅម្នាក់ឯងបាទហើយគាត់ថារឿងមួយហ្នឹងគឺកើតឡើងនៅឆ្នាំ1995បាទយូរហើយបងទាំងអស់គ្នាបាទយូរមែនតើ30ឆ្នាំហើយបើគិតទៅយើងរាប់ដកបុកដកគុណចែកទៅវា30ឆ្នាំបាទហើយកាលនោះបងសារិនគាត់ទៅតែមានអាយុ15ឆ្នាំទេបាទគាត់ទៅតែមានអាយុ15ឆ្នាំទេហើយគាត់ថាកាលនោះគាត់រស់នៅជាមួយនឹងម្ដាយគាត់រស់នៅជាមួយនឹងឪពុកគាត់នៅក្នុងភូមិមួយដែលស្ងាត់ដែរបាទអត់អ៊ូអរទេភូមិគាត់នឹងហើយគាត់ថាជំនាន់ហ្នឹងគឺមិនស៊ីវិល័យអីទេគឺស្ងាត់ណាស់នៅតាមស្រុកស្រែចំការច្បារដំណាំអីវាដឹងស្រាប់ហើយទាំងអស់គ្នាឆ្នាំ95វាអត់មានអីទេខ្មែរយើងទំងើពីសង្គ្រាមដែរហ្នឹងបាទអញ្ចឹងណាហើយគាត់ថាសម្បូរណាស់អាមុនអាគុំអូមអាមដាក់អំពើមពាន់ខ្មោចព្រីបីសាច់លងពេញតភូមិអីចឹងទៅគាត់ថាស្អីក៏មានដែរជំនាន់ហ្នឹងដោយសារទី1វានៅស្ងាត់វានៅងងឹតវានៅនិយាយទៅវានៅអាមុនអាគុំវានៅខ្លាំងណាបាទខ្មោចព្រាយវាពេញឡងពេញចេញឡងណាបាទយើងនិយាយភាសាចេះបណ្ដោយទៅបាទហើយគាត់ថាអញ្ចេះគាត់បញ្ជាក់ដែរគាត់ថាឪពុកគាត់ជាមនុស្សម្នាក់ដែលគេហៅថាអ្នកភូមិស្រឡាញ់ចូលចិត្តរាប់អានណាបាទបើយើងគិតទៅដូចជាមនុស្សល្បីមួយចឹងបាទដូចជាមនុស្សមានមុខមានមាត់ខ្លាំងនៅក្នុងភូមិស្រុកនៅក្នុងទីតំបន់ទីកន្លែងដែលគាត់រស់នៅស្នាក់ប្រស្រ័យនឹងឯងបាទគាត់ថាប៉ាគាត់មានធំចម្បងខ្លាំងណាស់បាទជាមនុស្សនិយាយទៅបកកែទាំងវាយទៀតគាត់បញ្ជាក់អញ្ចឹងណាបាទហើយចេះមានសិលធម៌ចេះគោរពគេគោរពឯងអញ្ចឹងទៅបាទហើយមុខរបររបស់ប៉ាគាត់ហ្នឹងគឺជាអ្នកលក់ជាអ្នកទិញលក់ជួញដូរសត្វគោសត្វក្របីបាទគាត់បញ្ជាក់អញ្ចឹងថាប៉ាគាត់ជាអ្នកលក់ជួញដូរសត្វគោសត្វក្របីបាទហើយគាត់ថាអញ្ចេះគាត់បញ្ជាក់តទៀតគាត់ថា
ជារៀងរាល់សប្តាហ៍បាទជារៀងរាល់សប្តាហ៍រៀងរាល់អាទិត្យនឹងឯងគាត់តែងតែធ្វើដំណើរជាមួយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតបាទមិត្តភ័ក្តិម្នាក់ទៀតហ្នឹងគឺហៅស៊ីគោស៊ីកបៃយ៉ាងដែរតែគេនៅចុងភូមិអញ្ចឹងណាហើយប៉ាគាត់របៀបថានៅដើមភូមិអញ្ចឹងទៅបាទហើយគាត់ថាពួកគាត់ពីរនាក់ហ្នឹងទៅម្ដងគឺទៅលក្ខណៈថាទៅឆ្ងាយបាទទៅឆ្ងាយ2 3ថ្ងៃអីបានមកវិញអញ្ចឹងណាបាទលក់គោលអីអស់ហើយបានមកវិញបាទហើយថាពួកគាត់ហ្នឹងដូចបងដូចប្អូនអញ្ចឹងទៅបាទស្រឡាញ់គ្នាទុកចិត្តគ្នាណារាប់អានគ្នានិយាយពីបាត់គ្នាមិនបានទេមានមហូបឆ្ងាញ់តិចតួចឲ្យកូនឲ្យអីទៅហៅឲ្យមកស៊ីមកអីជុំគ្នាលុយកាក់ក៏ទុកចិត្តគ្នានិយាយទៅសពគ្រប់បែបយ៉ាងរកស៊ីលក់ដូរក៏ទុកចិត្តគ្នាទៅណាក៏ទៅមួយគ្នាអញ្ចឹងទៅបាទនិយាយទៅគឺតំណែងតំណងមួយហ្នឹងគឺស្អិតរមួតខ្លាំងមែនតើហើយក៏លក្ខណៈថាទំនុកចិត្តខ្ពស់បាទយើងនិយាយចេះបាទតែកន្លែងហ្នឹងហើយដែលបងសារិនគាត់បញ្ជាក់ដែរថាអាកន្លែងហ្នឹងហើយដែលធ្វើឲ្យមានបញ្ហាធ្វើឲ្យរឿងរ៉ាវទាំងអស់ហ្នឹងវាកើតឡើងព្រោះថាមនុស្សយើងតែកាលណាទុកចិត្តកាន់តែខ្លាំងវាកាន់តែបង្ហាញពីចំណុចខ្សោយរបស់យើងទៅឲ្យគេដឹងមែនទេបាទស្រឡាញ់កាន់តែខ្លាំងបង្ហាញពីភាពខ្សោយរបស់យើងតែប៉ុន្តែមិនមែនខ្ញុំនិយាយបែបហ្នឹងឲ្យទាំងអស់គ្នាថាអូខ្ញុំស្រឡាញ់សង្សារខ្ញុំឬក៏ខ្ញុំស្រឡាញ់ប្តីខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំត្រូវស្រឡាញ់កុំឲ្យគាត់ដឹងស្រឡាញ់លាក់ស្រឡាញ់តិចអូអត់ទេទាំងអស់គ្នាណាខ្ញុំនិយាយនេះនិយាយទៅលើមិត្តភ័ក្តិនិយាយទៅលើអ្នករួមការងារនិយាយទៅលើអីផ្សេងចឹងទេកុំឲ្យគេដឹងចិត្តយើងពេកតែកាលណាគេដឹងចិត្តយើងខ្លាំងពេកគេនឹងឃើញចំណុចខ្សោយរបស់យើងចឹងហើយគេនឹងរកកន្លែងធ្វើបាបយើងហើយណាមនុស្សយើងគឺចិត្តអាក្រក់អញ្ចឹងបាទអញ្ចឹងតទៅទៀតគាត់ថាអញ្ចេះគាត់ថាល្ងាចមួយហ្នឹងរៀងក្បាលប្រលប់តិចទៅបងសារិនគាត់បានឃើញឪពុករបស់គាត់មកផ្ទះវិញបាទថាឪពុករបស់គាត់មកផ្ទះវិញហ្នឹងគឺមើលទៅខ្លួនគាត់មើលទៅកៅអៅគាត់គឺសមិសមុះមែនតើគឺសមិសមុះខ្លាំងមែនតើហើយមានឈាមមានអីនៅលើអាវនៅលើមុខនៅលើស្មានៅលើអីចឹងណាបាទលក្ខណៈថាដូចមនុស្សមានរឿងមកពីណាប៉ុណ្ណេះចឹងបាទមកដល់ផ្ទះគាត់អត់មាននិយាយអីទេគាត់ដើរចូលផ្ទះគ្មានមាត់មួយម៉ាត់ស្ងាត់ជ្រាបចឹងទៅបាទលុះដល់ទៅពេលអញ្ចឹងដល់ទៅពេលឃើញគាត់អញ្ចឹងណាម្នាក់ក៏អត់សូវហ៊ានស៊ូគាត់ដែរបាទទាំងប្រពន្ធទាំងគាត់អីនៅស្ងៀមហ៊ានស៊ូអីបើគាត់ជាប្តីជាមេគ្រួសារគាត់មិនមាត់ផងគាត់មាត់ទៅយើអញ្ចឹងស្ងាត់ឈឹងអញ្ចឹងយ៉ាងគេហ៊ានមិនអញ្ចឹងណាបាទបន្ទាប់មកក៏ធម្មតាអញ្ចឹងទៅរហូតដល់ថ្ងៃស្អែកបាទអញ្ចឹងគាត់ថាចេះដល់ថ្ងៃស្អែកប៉ាគាត់ក៏និយាយប្រាប់ប៉ាគាត់ក៏ប្រាប់អញ្ចឹងគាត់នឹងធូរអារម្មណ៍គាត់ប្រាប់ទៅចេះគាត់ថាអាចង្រៃហ្នឹងអាមួយហ្នឹងអាចង្រៃមួយហ្នឹងវាក្បត់អញណាអាហ្នឹងវាក្បត់អញណាហើយបន្ទាប់មកគាត់ថាគាត់ចាប់បានថាមិត្តភ័ក្តិគាត់ហ្នឹងក្បត់អីចឹងទៅក៏វាយគ្នាបាទគាត់ព្រមបានគាត់វាយគ្នាវាយមកស្ទុះធំវាយ1ម៉ោងវាយគ្នា1ម៉ោង2ម៉ោងនិយាយចឹងណាបាទវាយគ្នាវាយឯងខ្ទេចមុខខ្ទេចមាត់អស់ចឹងទៅថាចុងក្រោយប៉ាគាត់អ្នកឈ្នះគាត់ថាវាយអាមួយឡើងដេកស្ប៉ាបចឹងទៅថាគាត់វាយឈ្នះព្រោះឲ្យគាត់ខ្លាំងជាងគាត់ធំជាងចឹងណាវាវាយមិនក៏ឈ្នះប៉ាគាត់ដែរបាទហ្នឹងប៉ាគាត់បញ្ជាក់អញ្ចឹងបាទហើយចំពោះបងសារិនវិញគាត់ថាចប់ហើយលក្ខណៈថាវាយគ្នាវាយអីចឹងណាឃើញពួកគាត់ស្រឡាញ់គ្នាស្រឡាញ់អីចឹងមិនក៏ទៅវាយគ្នាវាយអីចឹងហើយគាត់ថាអញ្ចេះវាយគ្នាហ្នឹងណាគឺអត់មានវាយតែដៃទេមិនមែនវាយដៃតែកភ្លៀងដាល់អីតែប៉ុណ្្នឹងទេតតអីចឹងទេថាពួកគាត់ណាវាយនឹងមានអាវុធមានអីទៀតណាទាំងអស់គ្នាគាត់ថាប៉ាគាត់មានដាវមានអីការពារខ្លួនទៀតណាហើយខាងនោះក៏គេមានដែរចង់កាប់ចាក់គ្នាទៀតអូនិយាយទៅប្រើក្បាច់គុណប្រើអីសិតតែអ្នកចេះពីដើមហ្មងពីដើមសិនអ្នកចេះក្បាច់គុណសិតតែអ្នករៀនមានគ្រូមានអីចឹងណាចង់បកែជាពិសេសដង្ខៅគោដង្ខៅអីហ្នឹងសិតតែអ្នកខ្លាំងហើយបាទចង់ថាពួកគាត់វាយគ្នាមានក្បាច់គុណមានកបិតមានអីកាប់គ្នាយើងទៅវាយដូចសត្រូវស៊ីសាច់ហត់ឈាមចឹងវាយដូចចង់សម្លាប់គ្នាចោលចឹងណាបាទចឹងចាប់ពីថ្ងៃហ្នឹងទៅក៏ពួកគាត់ឡើងនិយាយហៅគ្នាបានឡើងនិយាយហៅគ្នាឈប់ធ្វើការរកស៊ីមួយគ្នាបាទហើយបើសិនដើរជួបគ្នាវិញដើរកាត់គ្នាវិញធ្វើមិនដឹងធ្វើមិនស្គាល់ធ្វើមិនអីហ្មងនិយាយទៅមិត្តភាពពួកគាត់ត្រូវបានបញ្ចប់ដោយសារតែរឿងឆ្លោះប្រកែកគ្នាមួយហើយក៏វាយកាប់ចាក់គ្នាចឹងទៅបាទហើយក៏បែកបាក់មិត្តភាពចឹងទៅបាទមិនដឹងថាអ្នកណាខុសអ្នកណាត្រូវទេប៉ុន្តែបើតាមស្ដាប់ប៉ាបងសារិនគាត់បញ្ជាក់ឲ្យថាមិត្តភ័ក្តិគាត់គឺក្បត់គាត់បាទទើបគាត់ខឹងហើយគាត់វាយបាទហើយបងសារិនក៏បញ្ជាក់ដែរថាចាប់ពីថ្ងៃហ្នឹងមកក៏ពួកគាត់លែងតំណែងគ្នាចឹងទៅបាទហើយបន្ទាប់មកទៀតគឺមួយខែក្រោយគាត់ថាមួយខែក្រោយក្នុងផ្ទះគាត់
អីហ្នឹងចាប់ផ្ដើមមានរឿងផ្លែកកាត់ឡើងមានរឿងចម្លែកកាត់ឡើងបាទគាត់ថានៅសុកប៉ាគាត់ជាមនុស្សមានធំមាំបាទនៅសុកប៉ាគាត់ធ្លាក់ខ្លួនឈឺបាទវាអញ្ចឹងនៅសុកប៉ាគាត់បែរជាធ្លាក់ខ្លួនឈឺបាទហើយគាត់ថាមិនមែនឈឺអីធម្មតាទេមើលទៅមិនមែនឈឺអីធម្មតាទេប៉ាគាត់លក្ខណៈថាអត់ក្អកទេអញ្ចឹងគាត់បញ្ជាក់ថាប៉ាគាត់មិនមែនឈឺធម្មតាដូចក្អកអីទេថាដូចអត់មានក្អកអត់មានឈាមច្រមុះអត់មានក្តៅខ្លួនអត់មានវិលមុខអត់មានអីទាំងអស់បាទតែគាត់ថាអញ្ចឹងគាត់ថាខ្លួនប្រានប៉ារបស់គាត់ចាប់ផ្ដើមស្ពឹកបាទចាប់ផ្ដើមរឹងចាប់ផ្ដើមខុសប្រក្រតីគាត់និយាយអញ្ចឹងបាទគាត់ថាអញ្ចឹងគាត់ថាភ្នែកប៉ាគាត់នឹងមិនដឹងជាយ៉ាងម៉េចទេយប់ឡើងពេលខ្លះគាត់មើលអញ្ចឹងទៅឃើញបិទមួយចំហៀងបើកមួយចំហៀងគាត់ថាអញ្ចឹងបាទគាត់ថាប៉ាគាត់មិនសម្មានអញ្ចឹងហើយគាត់ថាយប់ខ្លះវិញប៉ាគាត់ដេកអត់សម្មានទេបើកភ្នែកទាំងសងខាងហើយបើកចង់លក្ខណៈថាបើកធំដូចប្រឹងបើកភ្នែកណាហើយចង់លឿនគ្រាប់ភ្នែកចេញមកក្រៅតែដល់ទៅពេលសួរអាចង្វាក់ដែលបើកភ្នែកសួរគាត់សម្មានលក់ទេគាត់កំពុងតែសម្មានតែសម្មានបើកភ្នែកកន្លែងហ្នឹងបងសារៀនគាត់អត់យល់ដែរមិនទេជាអញ្ចឹងណាបាទហើយមិនត្រឹមតែប៉ុណ្្នឹងទេថាប៉ាគាត់និយាយម្នាក់ឯងអីចឹងទៅបាទនិយាយម្នាក់ឯងខ្សឹបម្នាក់ឯងហើយសន្ទនាដូចសន្ទនាមួយណាគេម្នាក់អញ្ចឹងហើយគាត់ក៏មិនយល់ថាប៉ាគាត់កើតអីប្រេះផ្ដាស់ចឹងទៅមិនក៏និយាយម្នាក់ឯងដូចមនុស្សឈួតចឹងណាបាទហើយបន្ថែមមានចំណុចផ្សេងទៀតគាត់ថាដូចជាពេលខ្លះប៉ាគាត់ដូចល្ងាចឡើងចឹងមួយទឹកហើយអីហើយចឹងណាប៉ុន្តែនឹងអង្គុយចិត្តប៉ាគាត់អត់កើតទេនឹងអង្គុយចិត្តអត់កើតហ្មងគាត់ថាមួយទឹកហើយក៏ដោយអង្គុយចិត្តអត់កើតទេបើប៉ាគាត់ឈឺចឹងត្រូវពេលខ្លះក៏អង្គុយពេលខ្លះក៏សម្មានចឹងថាគាត់អង្គុយចិត្តអត់កើតអង្គុយចិត្តអត់កើតដោយសារអីគាត់ថាពុកគាត់ធំក្លិនស្អុយរលួយធំក្លិនសាកសពស្អុយរលួយខ្មឹសនិយាយទៅវាអូគួរខ្លាចមែនតើណាកន្លែងហ្នឹងបាទខ្ញុំពិបាកនឹងរៀបរាប់ដែរដោយសារតែអាក្លិនហ្នឹងគឺណាគេក៏មិនចង់ហិតដែរតែខ្ញុំក៏មិនចង់ហិតដែរទាំងអស់គ្នាខ្ពើមស្អុយវាអត់ចង់ទទួលយកអារម្មណ៍បែបក្លិនបែបហ្នឹងអត់ចង់ចាំគាត់ថាក្លិននោះស្អុយណាស់ស្អុយរលួយគឺពិបាកទទួលយកមែនតើស្អុយខ្លាំងបាទហើយបន្ទាប់មកទៀតគាត់ថាពេលខ្លះក៏ឃើញប៉ាគាត់ដើរអត់មានសម្ោលទេឧទាហរណ៍ថាគាត់ដើរប្រច្រាមពូលអញ្ចឹងមិនត្រូវបាញ់សម្ោលខ្លួនគាត់មកក្រោយមែនអត់ត្រូវទេបាទតែពេលដើរប្រច្រាមពូលគាត់ឃើញសម្ោលម្ដាយគាត់ប្រច្រាមមកក្រោយសម្ោលខ្លួនគាត់ប្រច្រាមមកក្រោយតែបែរជាសម្ោលពុកគាត់ប្រច្រាមទៅមុខបាទគាត់ថាឃើញសម្ោលឪពុកគាត់ប្រច្រាមទៅមុខហើយពេលខ្លះមិនត្រឹមតែប៉ុណ្្នឹងទេពេលខ្លះគាត់ថាឃើញមានមនុស្សសម្ោលមនុស្សឈរពីក្រោយគាត់ឈរនៅចិត្តគាត់បាទវាដូចសម្ោលនឹងមិនមែនសម្ោលរបស់គាត់អញ្ចឹងណាបាទហើយថាប៉ាគាត់ដេកមមាំងអូដឹងស្អីខ្លះទាំងអស់គ្នាបាយប៉ាគាត់ទ្រុឌទ្រោមទៅធ្លាក់ខ្លួនទៅឈឺទៅអញ្ចឹងណាបាទអញ្ចឹងចាប់ផ្ដើមលក់គោលក់កបីសពគ្រប់ឲ្យលុយមកព្យាបាលគាត់បាទហើយបន្ទាប់មកគាត់ថាទៅរកពេទ្យអីដែរតែគាត់ថាពេទ្យគេមិនដឹងជួយយ៉ាងម៉េចគេរកជំងឺនឹងគេចេះតែចាក់ថ្នាំនេះថ្នាំនោះអញ្ចឹងទៅថ្នាំជួយគាត់ថ្នាំកម្លាំងថ្នាំអីសពគ្រប់អញ្ចឹងទៅបាទពេទ្យគេថាឈឺចេះធឺអញ្ចឹងទៅតែព្យាបាលអត់ជាទេទាំងអស់គ្នាព្យាបាលអត់ជាទេបាទអញ្ចឹងទៅក៏លោករកអីបាទគាត់ថាលោកស្រោចទឹកស្រោចអីហើយឲ្យធေါ်ឲ្យអាសពគ្រប់បែបយ៉ាងហើយក៏អត់កើតទៀតអត់ធូរទៀតបាទទៅរកលោកឡើង4-5វត្តអត់ធូរទៀតបាទដល់បន្ទាប់មកក៏បាទដល់សប្តាហ៍មួយប៉ាគាត់ថាដើរលេងរួចហើយទៅរកលោកលេងរួចហើយងើបលេងរួចហើយបាយលេងបានហើយហឹងស្គៀមភ្នែកស្លើហើយមុខស្លេកមុខជាប់ទាំងអស់ដូចមនុស្សត្រូវពឹសអញ្ចឹងណាស្លេកមុខទៅប្រវេមាត់ខៀវស្វាយអញ្ចឹងទៅបាទកញ្ចក់ដៃកញ្ចក់ជើងឡើងខ្មៅអញ្ចឹងទៅណាតែយើងរឿងចម្លែកមួយគាត់ថាអារឿងក្លិនហ្នឹងប៉ាគាត់អត់ទាន់ស្លាប់ទេមិនក៏ក្លិនអាក្រក់ម្ល៉េះហើយមួយទៀតគឺពោះប៉ាគាត់ធំមែនទែនពោះប៉ាគាត់ហើមប៉ោងគាត់ថាប្រហែលសុទ្ធតែហ្គាហើយពោះប៉ាគាត់នឹងសុទ្ធតែហ្គាហើយចង់និយាយអញ្ចឹងណាបាទតែមិនដឹងថាយ៉ាងម៉េចទេទាំងអស់គ្នាបាទហើមប៉ោងនោះវាអាចទីកទឹកអាចអីអញ្ចឹងណាយើងក៏វាមិនដឹងដែរបាទទីកទឹកក៏ជំងឺហ្នឹងវាមិនមែនចេះតែកើតលឿនដែរវាយូរហើយបានកើតអញ្ចឹងណាបាទអញ្ចឹងទៅក៏គាត់ថាសប្តាហ៍ហ្នឹងគឺពោះប៉ាគាត់ប៉ោងចម្លែកដល់បន្ទាប់មកក៏យប់មួយហ្នឹងក៏ជាអកុសលទៅក៏ប៉ាគាត់បានស្លាប់អញ្ចឹងទៅបាទប៉ាគាត់សម្រានអញ្ចឹងទៅក៏ស្លាប់នៅក្នុងដំណេកអញ្ចឹងទៅបាទអញ្ចឹងគាត់ឈឺចាប់ខ្លាំងមែនតើទាំងអស់គ្នាគាត់ខូចចិត្តខ្លាំងមែនតើបាទហើយក៏ធ្វើពិធីបុណ្យសពរៀបចំពិធីបុណ្យសពអញ្ចឹងទៅយំយែកស្រែកទួញបោកខ្លួនអញ្ចឹងណាដោយសារតែដឹងស្រាប់ហើយបាត់បង់ឪពុកជាមនុស្សជាទីស្រឡាញ់ហើយមួយទៀត
ឪពុកគាត់ជាមេគ្រួសារជាជំហរគ្រួសារជាអ្នករលលុយផ្គត់ផ្គង់គ្រួសារសពគ្រប់បែបយ៉ាងអញ្ចឹងណាបាទអញ្ចឹងក៏ហើយណាមួយក៏អ្នកភូមិអ្នកស្រុកគេស្រឡាញ់ចូលចិត្តដែរមិនក៏ប៉ាគាត់ស្លាប់ងាយមិនស្លាប់ស្រួលមិនជំងឺអីឈឺអីអញ្ចឹងទៅគេជាឆ្ងល់គ្រប់គ្នាបាទហើយក៏អ្នកភូមិអ្នកអីមកចូលរួមច្រើនមែនតើលើកលែងតែមិត្តភ័ក្តិរបស់ប៉ាគាត់ម្នាក់ហ្នឹងមិនមកទេមិត្តភ័ក្តិគាត់ម្នាក់ហ្នឹងមិនមកចូលរួមពិធីបុណ្យសពទេគាត់ឆ្ងល់ដែរហ៊ីរាប់អានគ្នាហើយមិត្តភ័ក្តិស្លាប់គាត់ដាច់ចិត្តម្លេះអញ្ចឹងណាបាទថាប៉ងហ្នឹងដាច់ចិត្តដាច់ខ្លាំងម្លេះមិនគួរសមណាថាដាច់ចិត្តអញ្ចឹងឯងមែនអត់បាទតែធ្វើមិនទេទាំងអស់គ្នាពេលខ្លះមនុស្សយើងវាអញ្ចឹងឯងមនុស្សយើងវាចិត្តវាចង្អៀតចង្អល់អញ្ចឹងណាហ្នឹងក៏ពិបាកដែរបាទជាងទៅក៏អញ្ចេះគាត់ថា2សប្តាហ៍ក្រោយបន្ទាប់ពីកម្មវិធីបុណ្យសពបាទបន្ទាប់ពីពិធីប្រារព្ធពិធីបុណ្យសពហើយគាត់ថាយប់ហ្នឹងគាត់យកសពឃើញប៉ាគាត់យកសពឃើញប៉ាគាត់ហ្នឹងមកជួបគាត់នៅក្នុងយល់សពហើយគាត់ថាពេលដែលមកជួបគាត់ហ្នឹងប៉ាគាត់ប្រាប់គាត់ថាមើលម៉ែឲ្យផងមើលម៉ែឲ្យផងគាត់ប្រាប់អញ្ចឹងថាមើលម៉ែឲ្យផងបាទហើយក៏បាត់ទៅវិញជាងទៅដល់តែពេលស្អែកឡើងបងសរិនក៏គាត់ប្រាប់ថាអញ្ចេះក៏គាត់ប្រាប់ថាម្ដាយគាត់ហ្នឹងក៏ធ្លាក់ខ្លួនឈឺបាទម្ដាយគាត់ក៏ធ្លាក់ខ្លួនឈឺអីអញ្ចឹងណាបាទហើយថាឈឺហ្នឹងមិនមែនឈឺធម្មតាទេបាទគាត់ថាជំងឺម៉ែគាត់ហ្នឹងមិនខុសអីពីជំងឺអាការៈរបស់ឪពុកគាត់ទេបាទមិនខុសពីអាការៈឪពុកគាត់ទេហើយគាត់ក៏ម៉ាក់គាត់ក៏សម្រានមិនលក់ក៏ចេះតែផ្លឹកក៏ចេះតែមានអាការៈនិយាយតែម្នាក់ឯងទឹកខ្សឹបខ្សៀវម្នាក់ឯងដឹងនិយាយជាមួយអ្នកណាគេខ្លះទេបាទនិយាយទៅគាត់ភ័យមែនតើគាត់ថាអូម៉ែគាត់ទៅចេញមកដោយប៉ាគាត់ដឹងតែមិនរស់ទេដឹងតែមានបញ្ហាទៀតហើយបាទអញ្ចឹងទៅក៏ម៉ែគាត់មានពេលមួយហ្នឹងគាត់ថាអញ្ចេះគាត់ថាម៉ែគាត់ប្រាប់គាត់ថាអើយមីអូនអញឃើញឪហើយមកហៅអញទៅហើយអញឃើញឪហើយមកហៅអញទៅហើយណាឪហើយមកហៅហើយចាអញត្រូវទៅជាមួយហើយដល់ទៅពេលអញ្ចឹងបងសរិនលឺអញ្ចឹងគាត់ថាគាត់ទទួលយកអត់បានទេគាត់ថាគាត់ស្ដីឲ្យម៉ែគាត់ថាម៉ែឯងទៅណាហើយខ្ញុំនៅហ្នឹងហើយម៉ែឯងប្រងទៅចោលខ្ញុំមិនមែនម៉ែឯងប្រងចេញចុះមិនមែនឪមកហៅទៅមិនបាច់ទៅទេណាបាទហើយបន្ទាប់មកគាត់វាមិនដឹងថាធ្វើម៉េចគាត់ម្នាក់ឯងឲ្យក្មេងបាទអញ្ចឹងគាត់ក៏រត់ទៅរកជំនួយពីអ្នកភូមិពីអ្នកជិតខាងរបស់គាត់ដើម្បីជួយមើលម៉ែគាត់ផងព្រោះគាត់មានតែម៉ែមួយគាត់នៅម្នាក់ឯងគាត់អត់ចេះព្យាបាលគាត់អត់ចេះរកពេទ្យអីទេបាទចឹងបន្ទាប់មកគាត់ក៏បញ្យល់គ្រប់យ៉ាងប្រាប់ទៅអ្នកភូមិពីអាការៈជំងឺរបស់ប៉ាគាត់ថាប៉ាគាត់ឈឺនឹងវាប្លែកចេះ1 2 3 4 5 6ចឹងទៅបាទហើយឥឡូវហ្នឹងម្ដាយគាត់ក៏មានអាការៈដូចឪពុកគាត់ដែរម្ដាយគាត់ក៏ឈឺអញ្ចឹងដែរក៏ចេញចោះអញ្ចឹងដែរបាទពេលហ្នឹងអ្នកភូមិហើយចាស់ក្នុងភូមិហ្នឹងពី3នាក់គាត់ថាចាស់មើលមុខគ្នាបាទចាស់មើលមុខគ្នាហើយភ័យបាទថាមើលមុខគ្នាងាំងើងាំងងក់អញ្ចឹងទៅបាទមិនមើលមុខធម្មតាគាត់ថាអាចង្វាក់ដែរចាស់មើលមុខគ្នាហ្នឹងវាបង្ហាញពីរឿងអីចម្លែកមួយវាបង្ហាញពីរឿងដែលគួរឲ្យខ្លាចគួរអីអញ្ចឹងណាបាទចាតែពេលហ្នឹងមានអ៊ំស្រីម្នាក់គាត់និយាយថាចេះគាត់ថាអញតាមស្ដាប់អញតាមមើលទៅរឿងហ្នឹងវាមិនធម្មតាទេរឿងហ្នឹងមិនស្រួលគេធ្វើអំពើដាក់ហើយរឿងហ្នឹងគឺមានគេធ្វើអំពើដាក់ហើយបាទអញ្ចឹងដាក់យ៉ាងម៉េចគាត់ថាប្រហែលជាគេដាក់លើគ្រូសាហើយបានអស់ពីមួយចូលមួយអស់ពីមួយចូលមួយនោះបាទបន្ទាប់មកគេប្រាប់បងសរិនចាស់គាត់ប្រាប់ថាក្មួយឥឡូវចេះទៅក្មួយឯងរត់ទៅរកអ្នកចេះអ្នកដឹងអញ្ចឹងណាបាទឲ្យគេជួយដោះឲ្យគេជួយស្រាយអំពើហ្នឹងទៅកុំឲ្យទៅទុកទៀតធ្ងន់ហើយចុះអញ្ចឹងទៅបាទអញ្ចឹងទៅក៏ស្អែកឡើងសេរីនក៏រៀបចំបាយទឹកអីតិចតួចអញ្ចឹងទៅមានធូបមានទៀនមានលុយខ្លះអញ្ចឹងទៅណាបាទហើយក៏មានអ៊ំក្នុងភូមិហ្នឹងជូនគាត់ទៅជួបតាមួយហ្នឹងនៅអ្នកបកាណានិយាយទៅគេអ្នកចេះអ្នកដឹងអីចឹងណាគាត់នៅក្នុងព្រៃហើយគាត់ជាលក្ខណៈដូចតាបោះដូចតាស័យចឹងលក្ខណៈអញ្ចឹងណាមិនមែនគ្រូទាលុយគ្រូអីទេបាទលក្ខណៈថាមនុស្សសប្បុរសធម៌មនុស្សធ្វើបុណ្យណាបាទហើយគាត់ថាគ្រាន់តែគាត់ជិះចូលក្នុងព្រៃហ្នឹងប្រហែលចូល2ម៉ោងហើយបាទជិះម៉ូតូជាមួយគេហ្នឹងបាទហើយគាត់ថាម៉ូតូជំនាន់ហ្នឹងដូចជាម៉ូតូស្អីទេនេះអាស្ទាំងឆាបអាស្អីនេះគាត់ចាំស្រួលបួសដែរខ្ញុំក៏អត់ស្គាល់ដែរជំនាន់ហ្នឹងបាទហើយបន្ទាប់មកទៀតគាត់ថាគ្រាន់ទៅដល់ភ្លាមគាត់ថាលោកតាហ្នឹងគាត់ចាំមុខផ្ទះបាត់ហើយបាទគាត់ចាំនៅមុខផ្ទះដូចដឹងអញ្ចឹងណាបាទអញ្ចឹងទៅក៏នាំចូលផ្ទះចូលអីគាត់ថាគ្រាន់តែចូលក្នុងផ្ទះភ្លាមគាត់ចាប់ផ្ដើមព្រឺរោមហ្មងដោយសារផ្ទះគាត់
បើមើលពីក្រៅទៅដូចអត់សូវខ្លាចទេតែដល់ទៅពេលចូលក្នុងផ្ទះលោកហើយទៅជាសុទ្ធតែរបស់ស័ក្តិសិទ្ធិសុទ្ធតែរបស់មានតម្លៃអីផ្សេងអញ្ចឹងណាដែលគាត់ដឹងប្រមូលពីណាមកខ្លះមានចែកកាច់មានភ្លុកមានអីសពគ្រប់បែបយ៉ាងបាទបន្ទាប់ពីចូលក្នុងផ្ទះគាត់ហើយគាត់ថាគាត់មើលមុខបងសេរីនបដ යි បាទហើយគាត់ក៏និយាយតែអញ្ចេះគាត់និយាយថាបងសេរីនហ្នឹងមកលក្ខណៈថាមកយឺតពេលអញ្ចឹងណាមកហៅគាត់យឺតពេលហើយឥឡូវហ្នឹងក៏ឪពុកក៏បានស្លាប់អញ្ចឹងទៅបាទក៏ហួសពេលហួសអីអញ្ចឹងណាជួយឪពុកគាត់អត់តាន់ទេបើសិនជាមកលឿនតិចប្រហែលជាអាចជួយតាន់បាទហើយក៏បើសិនជាលក្ខណៈថាលឿនតិចទៀតបាទប្រហែលជាគាត់អាចនឹងជួយម្ដាយបានដែរអញ្ចឹងទៅបាទហើយអញ្ចឹងទៅបងសេរីនគាត់ថាលោកតាជួយខ្ញុំមែនអញ្ចឹងហ៎លោកតាចង់ថាគាត់បញ្ជាក់ថាលោកតាពិតជាជួយខ្ញុំមែនហើយនិយាយចុះបាទព្រោះគាត់ក្មេងក៏អត់សូវចេះនិយាយទេបាទហើយក៏លោកគ្រូហៅលោកគ្រូស្រួលស្ដាប់ជាងណាបាទលោកគ្រូហ្នឹងគាត់ថាគាត់ងក់ក្បាលថាយ៉ាងទៅបាទហើយគាត់ថាពេលហ្នឹងលោកគ្រូធ្វើមុខតាន់មែនតើលោកគ្រូហ្នឹងគាត់ស៊ីរៀសអញ្ចឹងណាបាទអញ្ចឹងទៅក៏លក្ខណៈអញ្ចេះលក្ខណៈថាលោកគ្រូហ្នឹងគាត់ប្រាប់ថាអញ្ចេះគាត់ថាអ្នកដែលធ្វើរឿងហ្នឹងណាដែលធ្វើអំពើហ្នឹងដាក់គ្រួសារឯងហ្នឹងណាគឺជាអ្នកគេគឺជាអ្នកដែលចំណែនអ្នកដែលមានគំនុំគុំគួនជាអ្នកដែលស្អប់គ្រួសារហ្នឹងជាអ្នកដែលនិយាយទៅចង់និយាយទៅសាហាវហ្មងចង់សម្លាប់មកពូជហ្មងយើងនិយាយចេះព្រោះធ្វើអំពើហ្នឹងគឺធ្វើអំពើដាក់មកពូជលោកគ្រូហ្នឹងគាត់ថាដំបូងគឺធ្វើដាក់ឪបន្ទាប់ពីឪហើយឆ្លងចូលម៉ែហើយគឺសល់មួយចុងក្រោយដឹងហើយណាគេគឺប្រកាសជាបងសារីននឹងឯងគឺប្រកាសជាចូលដល់បងសារីនហើយបាទចឹងទៅក៏គេថាគាត់ថាគេចង់ផ្ដាច់មកពូជចោលមកខ្សែមកឈាមនឹងចោលហ្មងណាបាទព្រោះចំណងនោះសាហាវទាំងអស់គ្នាព្រោះមួយបើធ្វើអំពើគេមិនធ្វើធម្មតាលេងសិតតែអញ្ចឹងណាបាទហើយកន្លែងហ្នឹងក៏សូមអធិស្ឋានដល់លោកគ្រូដែលចេះដែលដឹងដែលប្រកាន់អីក៏សូមយកយល់អធិស្ឋានផងបើខ្ញុំនិយាយទៅខុសឆ្គងកន្លែងណាក៏សូមមេត្តាខន្តីខ្ញុំផងដោយសារតែរឿងនេះពេលខ្លះខ្ញុំយកពីប្រិមិត្តមកខ្ញុំបន្ថែមតិចតួចបាទព្រោះបើអត់បន្ថែមស្ដាប់ទៅអត់យល់ទេបាទហើយពេលខ្លះខ្ញុំក៏មិនមែននៅក្នុងឈុតឆាកនឹងដែរអញ្ចឹងក៏មិនត្រូវទាំងអស់ដែរណាចឹងសង្ឃឹមថាស្ដាប់កំសាន្តហើយបើសិនលោកគ្រូប៉ះបងលោកគ្រូគាត់ចេះខាងវិជ្ជាខាងអាគមអីហ្នឹងបើសិនជាខ្ញុំខុសអីក៏សូមកុំប្រកែប្រកាន់ឲ្យគាត់ជួយកែតម្រូវតិចតួចអញ្ចឹងទៅណាខ្ញុំនឹងកែតាមបាទអញ្ចឹងសូមអធិស្ឋានប៉ុណ្ណឹងបាទអញ្ចឹងតមកទៀតគាត់ថាបើសិនជាបងសេរីនមកយឺតតិចទៀតណាបាទបើសិនជាមកយឺតតិចទៀតណាបងសេរីនហ្នឹងក៏បានទៅជួបជុំដែរបងសេរីនហ្នឹងក៏នឹងត្រូវស្លាប់ក៏នឹងត្រូវចូលអំពើគេដែរហើយតែចូលក្លេហើយពិបាកហើយបាទហើយលោកគ្រូហ្នឹងគាត់ក៏ប្រាប់ដែរគាត់ថាបើសិនជាចង់ដោះអំពើហ្នឹងបើសិនជាចង់ដោះឲ្យវារួចឲ្យអីអញ្ចឹងណាគាត់ត្រូវការប្រមាណមុខគាត់ត្រូវការដូចជាមន់មួយបាទដូចជាមន់ណាគាត់ថាយកមន់គោកមួយមកបាទហើយមានកមួនមានអីចឹងទៅគាត់ប្រាប់កមួនចេះទៀនអីចឹងណាគាត់ប្រាប់ចឹងទៅបាទយកកៅអៅបោះប៉ាហើយកៅអៅចាស់ឲ្យមកបាទហើយយកកយកអីមកតៅមកក្តាប់មកអីចឹងទៅគាត់ប្រកបចឹងទៅហើយដួសទឹកម្ដងដួសអីមកផ្តិលពីរផ្តិលអីចឹងមកដាក់មកបាទហើយថាពេលប្រមូលទឹកប្រមូលអីហ្នឹងគឺត្រូវប្រមូលដួសទឹកអីនៅចំពាក់កណ្ដាលយប់បាទនៅចំពេលពាក់កណ្ដាលយប់ដល់ទៅពេលបានហើយកត់មកឲ្យហើយអស់ហើយក៏បងសេរីនត្រឡប់ទៅវិញហើយធ្វើតាមគ្រប់យ៉ាងតាមដែលលោកគ្រូគាត់ប្រកបចង់បានអញ្ចឹងទៅបាទជុំបន្ទាប់ពីប្រមូលសពគ្រប់បែបយ៉ាងមកអស់ហើយបាទពេលហ្នឹងគឺពិធីដោះអំពើហ្នឹងក៏ចាប់ផ្ដើមធ្វើបាទក៏ចាប់ផ្ដើមធ្វើបាទលោកគ្រូគាត់អុជទៀនអុជអីជារង្វង់ជាអីអញ្ចឹងទៅតាមក្បាច់ក្បូរក្បួនរបស់គាត់អញ្ចឹងទៅបាទហើយមន់កោកហ្នឹងក៏ទុកនៅកណ្ដាលបាទហើយបន្ទាប់មកក៏គាត់ចាប់ផ្ដើមសូត្រធម៌សូត្រអីអញ្ចឹងណាបាទសំឡេងសូត្រធម៌របស់គាត់ឲ្យឡើងល្ងំអញ្ចឹងទៅបាទហើយបន្ទប់របស់គាត់ស្ងាត់ជ្រាបឮតែសំឡេងគាត់សូត្រធម៌ទេទាំងអស់គ្នាបាទហើយបន្ទាប់មកទៀតគាត់ថាបន្ទប់គាត់ហ្នឹងចាប់ផ្ដើមចុះត្រជាក់គាត់ថាបន្ទប់ដែលធ្វើពិធីហ្នឹងណាបាទចាប់ផ្ដើមចុះត្រជាក់ហើយគាត់ថាទៀនហ្នឹងក៏ឆេះចិត្តអស់អញ្ចឹងទៅបាទឆេះរហូតសឹមចិត្តអស់អញ្ចឹងទៅតែគាត់ថាទោះបីជាអស់ទៀនហ្នឹងក៏មិនអត់លត់ដែរដោយសារមានជាគៀងព្រៀងកាតមានអីទៀតអញ្ចឹងណាបាទហើយក៏បន្ទាប់មកទៀតក៏អញ្ចេះថាមន់ដែលចងជើងហ្នឹងបាទតែនៅសុកស្រាប់វិសេកកកអញ្ចឹងទៅបាទវាផ្អើលអីមួយអញ្ចឹងណាបាទហើយអស់ពីផ្អើលអញ្ចឹងស្រាប់តែ
វាតុនជើងដួលក្បែកងាប់បាត់បាទគាត់ថាអូស្ដាយមែនតើមន់កកមន់ខ្លាំងកកតុនជង្គង់ដួលក្រឹបងាប់បដ ாய் បាទងាប់បដ ாய் គាត់ថាពេលហ្នឹងបេះដូងគាត់សឹងតែឈប់លោតបាទសឹងតែឈប់លោតគាត់ឃើញគាត់ខ្លាចហ៎បាទមូលសកម្មភាពនឹងគួរខ្លាចដែរណាសូម្បីអាការរឿងដោះអំពើហ្នឹងគាត់ថាគាត់ខ្លាចមែនតើហើយគាត់ត្រូវនឹងអង្គុយមើលគាត់ថាពេលនោះគាត់ចង់ងើបរត់គាត់ចង់ងើបរត់មែនតើបាទប៉ុន្តែគេលោកគ្រូនឹងខាត់បាទលោកគ្រូខាត់ឲ្យរត់ទេបាទហើយលោកគ្រូនឹងប្រាប់គាត់ថាចេះហើយស្រីឲ្យឈ្មោះម៉ែហែងស្រីឲ្យឈ្មោះម៉ែហែងចឹងទៅបាទឲ្យស្រីឲ្យជាប់អត់ឲ្យប្រឡែងទេស្រីឲ្យឈ្មោះម៉ែជាប់ចឹងណាបាទហើយបើស្រីហៅទៅព្រោះអីគេកំពុងយកបលឹងវិញ្ញាណម៉ែឲ្យទៅហើយចឹងត្រូវស្រែករហូតហៅមកវិញចឹងទៅបាទចឹងក៏ពេលហ្នឹងបងសារិនគាត់ក៏ហៅឈ្មោះម៉ែគាត់ថាម៉ែចេះម៉ែចោះចឹងទៅណាបាទគាត់សុំលាក់ឈ្មោះម្ដាយគាត់ដែរបាទចឹងខ្ញុំសុំហៅថាម៉ែចឹងទៅបាទគាត់ថាគាត់ស្រីហៅម៉ែអើយម៉ែកុំទៅចោលខ្ញុំម៉ែមកវិញម៉ែកុំទៅចោលខ្ញុំម៉ែអើយមកវិញបាទខ្ញុំស្ដាប់កន្លែងហ្នឹងខ្ញុំចង់អាណិតគាត់ស្រកទឹកភ្នែកដែរទាំងអស់គ្នាបាទគាត់ហៅម៉ែអញ្ចឹងណាបាទហើយបន្ទាប់មកគាត់ថាខ្យល់ត្រជាក់ហ្នឹងវាកាន់តែត្រជាក់សឹបជាក់ចុងដៃជាក់ចុងជើងហើយស្រាវផងខ្លាចផងយំផងឲ្យផងទៅហៅឈ្មោះម៉ែក៏ខ្លាចម៉ែគាត់ស្លាប់មួយទៀតហ៎បាទចឹងបន្ទាប់មកក៏បាទវាស្ងាត់ឈឹបមួយរយៈមួយសឹបចឹងទៅបាទគាត់ថាចង្គៀងឯហ្នឹងទៀនឯហ្នឹងវាចាប់ផ្ដើមឆេះលក្ខណៈធម្មតាវិញព្រោះអាមិញហ្នឹងគាត់ថាអាចង្គៀងហើយនឹងទៀនហ្នឹងវាមិនឆេះធម្មតាទេវាឆេះដូចគឺដូចមានខ្យល់ប៉ះវារហូតចឹងណាបាទតោះពេលឥឡូវឃើញអាប្រឆេះវាហ្នឹងត្រង់មកវិញគាត់បញ្ជាក់អញ្ចឹងណាបាទហើយក៏អាចត្រជាក់អាខ្យល់ត្រជាក់អីហ្នឹងក៏វាលែងអីចឹងទៅហើយលោកគ្រូហ្នឹងគាត់និយាយថាចេះម៉ែឯងមកវិញហើយម៉ែឯងមកវិញហើយលែងអីហើយលោកគ្រូគាត់បញ្ជាក់អញ្ចឹងណាបាទតោះមកបងសារិនក៏ត្រឡប់មកផ្ទះបាទហើយក៏ម្ដាយគាត់ទៅឃើញម្ដាយគាត់អីក៏រៀងស្រស់បោះជាមុនអញ្ចឹងណាឃើញភ្នែកឃើញអីមកល្អប្រសើរវិញអញ្ចឹងទៅបាទហើយម៉ែគាត់ក៏ចាប់ផ្ដើមជាបន្តិចម្ដងរហូតបានជាដាច់អញ្ចឹងទៅបាទហើយលោកគ្រូនោះគាត់ផ្ដាំដែរគាត់ថាអំពើគេដាក់ហ្នឹងបានដោះហើយឥឡូវនឹងដោះស្រេចអស់ហើយប៉ុន្តែព្រលឹងវិញ្ញាណដែលគេដាក់មកខ្មោចដែលគេប្រើមកនោះវានៅតែលួចមើលវានៅតែចាំមើលរហូតទេបើមានឱកាសវានឹងរកធ្វើអញ្ចឹងណាបាទអញ្ចឹងលោកគ្រូនឹងក៏ឲ្យជន់ឲ្យអីបងសារីនឹងពាក់ឲ្យជាប់កុំឲ្យដោះអញ្ចឹងទៅបាទគាត់ប្រាប់ថាចេះថាបើសិនជាយប់ឡើងឮសំឡេងគេហៅឈ្មោះឯងអីឬក៏ឃើញសមោលដើរអីណាដើរតាមឯងអីកេះឯងអីកុំងាកក្រោយកុំឆ្លោយកុំអីតបតនឹងគេបាទព្រោះតែឆ្លោយតែងាកអីនឹងជាប់របស់គេទៀតហើយខ្មោចនឹងវាតាមណាគាត់បញ្ជាក់អញ្ចឹងបាទហើយលោកគ្រូនឹងក៏ប្រាប់ដែរគាត់ថាពោះឪពុកគាត់ដែលប៉ោងហ្នឹងវាគ្មានអីក្រៅពីស្បែកក្របីទេស្បែកគោស្បែកក្របីគេធ្វើដាក់នឹងឯងណាគាត់បញ្ជាក់អញ្ចឹងមិនមែនទាញទឹកមិនមែនអីទេព្រោះអំពើនេះគេហៅថាអំពើស្បែកគោចូលពោះស្បែកក្របីចូលពោះសាហាវណាស់ដាក់យកមកពូជណាទាំងអស់គ្នាបើអូយសាហាវមែនតើបាទហើយរឿងហ្នឹងក៏កន្លងផុតទៅច្រើនឆ្នាំចឹងទៅបាទហើយបងសារិនក៏គាត់មិនដឹងជាយ៉ាងម៉េចទេគាត់នៅ single រហូតហើយកាលនោះគាត់ថាគាត់មិនដែលទៅណាទេគាត់នៅតែក្នុងភូមិនឹងមើលម៉ែគាត់ចឹងទៅហើយធម្មតាទេគាត់បាត់បង់ឪពុកចឹងទៅក៏វា sad វាអីចឹងណាទាំងអស់គ្នាវាឈឺចុកចាប់អីចឹងទៅគាត់ថាគ្រួសារគាត់ក៏ធ្លាក់ខ្លួនពិបាកទីម្ដងទៅព្រោះប៉ាខ្លោតតែប៉ាគាត់រស់ស៊ីហ៎បាទហើយដល់ទៅពេលអញ្ចឹងទៅក៏បាត់បង់ឪពុកចឹងក៏មិនដឹងធ្វើអីចឹងទៅណាលក់គេអកចាយខ្លះអីខ្លះអស៊ីមួយម្ដាយគាត់តិចតួចនៅតាមភូមិតាមស្រុកអីចឹងទៅបាទចឹងសាច់រឿងរបស់យើងមានតែប៉ុណ្្នឹងទេហើយក៏អត់បានរៀបរាប់ពីជីវិតបងសារិនពីនងមកដល់ឥឡូវដែរដោយសារតែបើរៀបរាប់ទៀតវាឆ្ងាយសាច់រឿងហើយវាទៅវែងឆ្ងាយដល់ណាដល់ណីហើយមិនដឹងថាត្រូវនិយាយដល់ណាទេដោយសារតែការសាច់រឿងរបស់បងសារិនគឺមានតែប៉ុណ្្នឹងចឹងណាបាទហើយរឿងមួយនេះគឺសាហាវគួរសមដែរទាំងអស់គ្នានិយាយពីជីវិតរបស់គាត់នៅពេលដែលគាត់នៅក្មេងជួបជាមួយរឿងខ្មោចរឿងមិនខ្មោចទេនេះជារឿងដាក់អំពើមួយបាទខ្លីដែរទេគាត់ថាធ្វើឲ្យឪពុកគាត់ស្លាប់អញ្ចឹងណាគាត់យកមករៀបរាប់ប្រាប់ខ្ញុំនៅក្នុង Telegram ចឹងទាំងអស់គ្នាបើសិនជាមានរឿងអីក៏អាចឆែកមកក្នុង Telegram នៅក្នុង description ของវីដេអូនឹងដែរហើយ add មកខ្ញុំមកហើយឆាតផ្ទាល់មកខ្ញុំមកមានសាច់រឿងអី voice ជាសំឡេងមកចឹងខ្ញុំនឹងរៀបចំឲ្យហើយព្រោះប្រិមិត្តខ្ញុំភាគច្រើនគាត់ voice សំឡេងមកអញ្ចឹងប៉ុន្តែក៏សូមអធិស្ឋានមួយដែរពេល voice សំឡេងសូមបងប្អូននិយាយខ្លីៗបានហើយបាទព្រោះប្រិមិត្តខ្លះគាត់និយាយសូម20នាទីអីខ្ញុំស្ដាប់ទៅវាពេលខ្លះកន្លែងខ្លះវាដាច់វាអីអញ្ចឹងណាវាពិបាកដែរអញ្ចឹងខ្លីៗមកសំណុកខ្ញុំសួរខ្ញុំអីវិញអញ្ចឹងណាបាទអ
ចឹងថ្ងៃហ្នឹងខ្ញុំមានប៉ុណ្្នឹងទេខ្ញុំអរគុណខ្លាំងមែនទែនចំពោះពេលវេលាដ៏មានតម្លៃរបស់ប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានស្ដាប់រឿងរបស់ខ្ញុំតាំងពីដើមរហូតមកដល់ចប់បាទហើយក៏ខ្ញុំសូមជូនពរទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានចឹងទៅណាបាទហើយក៏ខន្តីអធិស្ឋានដែរបើសិនជាក្នុងវីដេអូនេះមានកំហុសខុសឆ្គងក៏ដូចជាមានសម្លេងរំខានផ្សេងបាទហើយខ្ញុំនេះក៏យ៉ាប់ដែរសម្លេងខ្ញុំទាំងអស់គ្នាស្ដាប់ទៅដឹងហើយអេអកដែរទេព្រោះឈឺកំពង់កណាហើយនិយាយនេះស្កប់ពី3ដងដោយសារតែជាប់កំពង់កខ្លាំងពេកដល់អញ្ចឹងពិបាកមែនតើបាទស្កប់ផឹកទឹកអញ្ចឹងណាហើយសង្ឃឹមថាប្រិមិត្តយកយល់អញ្ចឹងទៅអធិស្ឋានយើងទៅកន្លែងណាដែលដាច់កន្លែងណាដែលអីអញ្ចឹងក៏កុំខឹងកុំប្រកាន់អញ្ចឹងណាទាំងអស់គ្នាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាប្រិមិត្តទាំងអស់គ្នាស្រឡាញ់ចូលចិត្តហើយកុំភ្លេចជួយ share ហើយកុំភ្លេចជួយ subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តអីចឹងទៅព្រោះថាមានតែការ subscribe មានតែការ share មានតែការអីហ្នឹងទេដែលធ្វើឲ្យខ្ញុំវាមានបេះដូងវាមានទឹកចិត្តបន្តធ្វើវីដេអូជូនប្រិមិត្តទាំងអស់នេះស្ដាប់ទៀតអញ្ចឹងទៅណាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមជម្រាបលាម្ដងទៀតសង្ឃឹមថាប្រិមិត្តនៅតែបន្តស្ដាប់រឿងរបស់ខ្ញុំបាទអរគុណច្រើនបាយបាយ